ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវីដេអូមួយនិយាយពាក់ព័ន្ធទៅនឹងលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលហើយនិងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលចានេះគឺជាលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលហើយមួយទៀតគឺលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃអត្តសញ្ញាណបុគ្គលអ្វីទៅជាលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលហើយយើងត្រូវទៅស្នើសុំនៅកន្លែងណាហើយនៅពេលដែលស្នើសុំត្រូវមានឯកសារភ្ជាប់នឹងអ្វីខ្លះទើបយើងអាចស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលបានចាចំពោះឯកសារភ្ជាប់ដើម្បីស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលគឺមិនមានឯកសារអ្វីស្មុគស្មាញទេចាគឺត្រូវតែមានអត្តសញ្ញាណប័ណ្ណចាករណីដែលមិនមានអត្តសញ្ញាណប័ណ្ណគឺអាចប្រើនៅលិខិតឆ្លងដែនជំនួសបានហើយករណីដែលមិនអាចភ្ជាប់នៅលិខិតឆ្លងដែនបានទេបងប្អូនអាចភ្ជាប់នៅឯកសារដែលអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់បងប្អូនបានដែលមានដូចជាសម្បត្តិកំណើតឬមួយក៏សម្បត្តិបញ្ជាក់កំណើតលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលនេះគឺអាចយកទៅប្រើប្រាស់ជំនួសអត្តសញ្ញាណប័ណ្ណបាននៅក្នុងករណីដែលអត្តសញ្ញាណប័ណ្ណរបស់បងប្អូនបាក់ឬមួយក៏ខូចឬមួយក៏អត្តសញ្ញាណប័ណ្ណរបស់បងប្អូនចាគឺអស់សុពលភាពប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលនេះដែរគឺបងប្អូនអាចប្រើទាំងនៅក្នុងការស្នើសុំសេវាសាធារណៈឬមួយក៏សេវាឯកជនឬមួយក៏ទាក់ទងទៅនឹងសេវាធនាគារចាក៏យើងអាចប្រើបានដែរឯកសារនេះគឺយើងអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណបានដោយនៅក្នុងឯកសារហ្នឹងគឺមានសរសេរបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់យើងដែលមានឈ្មោះថ្ងៃខែឆ្នាំកំណើតទីកន្លែងកំណើតអីចឹងទៅបងប្អូនហើយក៏មានបិទភ្ជាប់ជាមួយនៅរូបថតហើយជាពិសេសហ្នឹងគឺមានគឺលេខអត្តសញ្ញាណប័ណ្ណចាគឺលេខអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរគឺមាននៅខាងក្រោមហ្នឹងហើយនឹងលេខកូដសម្គាល់អត្តសញ្ញាណបុគ្គលចាគឺមានលេខកូដសម្គាល់ UCI នៅកន្លែងនេះចំពោះឯកសារមួយសន្លឹកហ្នឹងគឺអាចយកទៅប្រើប្រាស់បានច្រើនយ៉ាងដែលយើងអាចយកទៅចុះឈ្មោះចូលរៀនក៏បានយើងអាចប្រើចំនួនអត្តសញ្ញាណប័ណ្ណយកទៅធ្វើប្លង់ដីឬយកទៅធ្វើប្លង់ផ្ទះឬមួយក៏យកទៅបំពេញបែបបទចាដាក់ភ្ជាប់ជាមួយនឹងការបំពេញបែបបទដើម្បីចូលបម្រើការងារក៏បានដែរហើយមិនត្រឹមតែប៉ុណ្ណោះក៏យើងអាចយកទៅចុះបញ្ជីយានយន្តការបើកគណនីធនាគារការយកទៅធ្វើនៅកិច្ចសន្យាផ្សេងៗឬមួយក៏យកទៅភ្ជាប់ដើម្បីចុះបញ្ជីពាណិជ្ជកម្មក៏បានដែរទីតាំងដែលយើងអាចស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលនេះគឺនាងខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាគឺមានតែមួយទីតាំងទេចាគឺនៅរាជធានីភ្នំពេញអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាគឺនៅតាមបណ្ដោយផ្លូវជាតិលេខ1នៅភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅនៅរាជធានីភ្នំពេញទៅទល់មុខនឹងបូរីពេញហួតបឹងស្នោហើយចំពោះការបើកបម្រើសេវាជូនប្រជាពលរដ្ឋគឺបើកចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចំពោះតម្លៃនៃការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលគឺមានតម្លៃត្រឹមតែ 5,000 រៀលប៉ុណ្ណោះបងប្អូនហើយនៅពេលដែលបងប្អូនធ្វើគឺបានពីសន្លឹកបានទាំងលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលនេះមួយហើយនិងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គលហើយចំពោះរយៈពេលនៃការធ្វើលិខិតទាំងពីរនេះគឺមានរយៈពេល3ថ្ងៃនៃថ្ងៃធ្វើការក៏សូមបញ្ជាក់ជូនបងប្អូនដែរថាលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលទាំងពីរសន្លឹកហ្នឹងគឺមានរយៈពេលនៃការប្រើប្រាស់ហ្នឹងគឺមានរយៈពេលត្រឹមតែ6ខែទេគិតចាប់ពីថ្ងៃដែលខាងអាជ្ញាធរមានសមត្ថកិច្ចហ្នឹងបានចេញជូនបងប្អូនចាឥឡូវយើងចូលទៅដល់លិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃអត្តសញ្ញាណបុគ្គលវិញម្ដងចាគឺលិខិតមួយនេះថាតើយើងមានលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលហើយយើងចាំបាច់ត្រូវការលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃអត្តសញ្ញាណបុគ្គលនេះមកធ្វើអ្វីចាលិខិតនេះគឺភាគច្រើនគេប្រើប្រាស់នៅក្នុងកិច្ចការសំខាន់ចាំបាច់មួយចំនួនដែលយើងមើលឃើញតាមរយៈកិច្ចការដោយការនៅតុលាការដែលវាពាក់ព័ន្ធទៅនឹងរឿងរដ្ឋប្រវេណីឬមួយក៏រឿងព្រហ្មទណ្ឌដែលរឿងរដ្ឋប្រវេណីដែលយើងតែងតែឃើញជារឿយៗហ្នឹងគឺពាក់ព័ន្ធទៅនឹងការផ្ទេរនៅមរតកយើងចាំបាច់ត្រូវតែមាននៅលិខិតមួយនេះដោយសារតែលិខិតនេះគឺមានគំរូនៅស្នាមខ្ចៅដៃហើយនឹងគំរូហត្ថលេខាហើយក៏មានមុខដែរចាហើយគឺដើម្បីបញ្ជាក់ថាជននឹងគឺពិតជាបុគ្គលម្នាក់ដែលត្រូវតែទទួលបាននៅមរតកពីមត្តកជនចាគឺបញ្ជាក់អំពីអត្តសញ្ញាណលម្អិតចាឯកសារនេះដែរយើងអាចយកទៅប្រើនៅលើកិច្ចសន្យាផ្សេងៗទាក់ទងទៅនឹងកិច្ចសន្យាទិញលក់ចាដូចជាកិច្ចសន្យាទិញលក់រថយន្តជាដើមឬមួយក៏យើងអាចយកទៅប្រើធ្វើជាកិច្ចសន្យានៅក្នុងការដាក់បញ្ចាំនៅអចលនវត្ថុឬមួយក៏ការដាក់បញ្ចាំនៅយានយន្តជាដើមចាវីដេអូរបស់នាងខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបងប្អូនគឺមានតែពាក់ទងទៅនឹងលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលហើយនិងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃអត្តសញ្ញាណបុគ្គលដែលបងប្អូនអាចយកទៅប្រើប្រាស់ដោយដែលនាងខ្ញុំបានរៀបរាប់នៅក្នុងវីដេអូហើយនាងខ្ញុំនឹងព្យាយាមរកនៅវីដេអូណាដែលមានសារៈប្រយោជន៍សម្រាប់បងប្អូនយើងចាហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយជម្រាបលា